បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី6ខែ8ឆ្នាំ2026បាទឥឡូវនេះព័ត៌មានមាសចាប់ផ្ដើមរសើបវិញហើយជឿទទួលបានព័ត៌មានថាធនាគារអាមេរិកប្រហែលជាមិនដំឡើងអត្រាការប្រាក់ទេដូច្នេះហើយអត្រាប្រាក់ដុល្លារនឹងមិនរីករាលមិនធំធាត់ទៀតទេឬក៏មិនឡើងថ្លៃទៀតទេវាអាចនៅថេប៉ុណ្ណឹងឬក៏ចុះតិចតួចវាធ្វើឲ្យគេហៅថាមាសប្រឆាំង1ដុល្លារចាំវាធ្វើឲ្យហាងឆេងដុល្លារនឹងចាប់ផ្ដើមកើនឡើងហាងឆេងមាសនឹងកើនឡើងវិញហើយបងប្អូននេះជាព័ត៌មានដែលយើងទទួលបានថ្មីនេះហើយយើងសង្កេតឃើញថាតើតោនឹងរលកសញ្ញាមាសគឺចាប់ផ្ដើមឡើងតិចវិញហើយអាចដល់ចុងខែនេះអាចឡើងច្រើនគួរសមតាមការព្យាករណ៍របស់អ្នកវិភាគមាសល្បីមួយចំនួនណាហើយសូម្បីតែប្រេងក៏រៀងហាក់ថមថយចុះតិចដែរអញ្ចឹងហើយទីផ្សារមាសឥឡូវចាប់ផ្ដើមរលូនវិញនឹងអាចខិតទៅរកភាពច្បាស់លាស់ដោយកាលពីមុនណាកាលពី6,000 ជាងមុនឆាប់នេះហើយបងប្អូនអញ្ចឹងចូលរួមត្រីអដល់បងប្អូនដែលគាត់មានមាសច្រើនផងហើយនឹងបងប្អូនដែលទើបបានទិញមាសផងហើយនឹងបងប្អូនផ្សេងទៀតដែលគាត់មិនទាន់បានទិញមាសអាចសិក្សាច្បាស់ទៅរកប្រភពព័ត៌មានឲ្យច្បាស់មិនមែនព័ត៌មានខ្លះគាត់បំផោងឲ្យយើងលក់ឬក៏ឲ្យយើងទិញយើងត្រូវដឹងមូលហេតុអ្វីបានមាសឡើងមូលហេតុអ្វីបានមាសចុះអញ្ចឹងទៅបងប្អូនវិនិយោគទៅលើវិស័យមាសមិនសូវមានហានិភ័យហើយទៅតើការវិនិយោគទៅលើមាសបងប្អូនអាចធ្វើទៅលើមាសពិតទៅបើយើងមិនសូវមានបទពិសោធន៍ទេបើយើងតើតើនឹងបើយើងដាក់ទៅលើមាសគេហៅថាមាសអេឡិចត្រូនិកយើងមិនច្បាស់អាចធ្វើយើងខាតបង់បើយើងច្បាស់ហើយមិនមានបញ្ហាទេក៏តែក៏វាមានហានិភ័យជាងមាសនៅខាងក្រៅដែរទោះបីមាសចុះមិនបើយើងមិនលក់គឺមិនបញ្ហាទេមាសនៅជាមាសដដែលហើយមាសស្មើនឹងសាច់ប្រាក់បាទគឺมันអាចមាសមិនចាយទេទៅតែចាយធម្មតាអញ្ចឹងហើយបងប្អូនអាចតាមដានព័ត៌មានបន្តទៀតទៅនេះជាព័ត៌មានល្អសម្រាប់អ្នកដែលកាន់មាសច្រើនបាទហើយអ្នកដែលមានមាសតិចតួចក៏ល្អអ្នកមានមាសច្រើនក៏ល្អបាទអ្នកលក់មាសក៏ល្អអ្នកទិញមាសក៏ល្អអញ្ចឹងហើយសូមបងប្អូនទទួលព័ត៌មានឲ្យច្បាស់ដើម្បីយើងទទួលបានផលចំណេញទាំងអស់គ្នាបាទជួយពោបងប្អូនជោគជ័យក្នុងវិស័យអ្វីទាំងអស់មិនថាមាសមិនថាវិស័យអីផ្សេងទេជូនពួកបងប្អូនទទួលទានមានបានទាំងអស់គ្នាចាប់ពីពេលដែលមាសឡើងនេះទៅបាទអរគុណ